បាទសូមលំអរកាយគោរពជម្រាបសួរទៅដល់ពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាដែលចូលចិត្តតាមដាននៅតម្រុយឆ្នោតវៀតណាមជាប្រចាំថ្ងៃបាទសម្រាប់តម្រុយថ្ងៃទី15ខែ7នេះបាទបងប្អូនគឺអត់មានតម្រុយក៏ដូចជាភាគរយលេខដែលល្អយកមកចែកជូនទៅដល់បងប្អូនយើងនៅក្នុងវីដេអូនេះទៀតហើយណាបងប្អូនយើងបាទសម្រាប់ថ្ងៃទី15នេះចឹងបងប្អូនយើងដែលបានទស្សនានៅតម្រុយនេះហើយបាទបងប្អូនយើងទាំងអស់គ្នាក៏កុំភ្លេចឲ្យមេដៃ admin មួយផងហើយបងប្អូនយើងដែលមិនទាន់បានចុចជានៅ channel ថ្មីរបស់ admin ណាបងប្អូនបាទ channel នេះគឺ channel ថ្មី channel តូចមួយបាទ channel តូចរបស់ admin ចឹងបងប្អូនយើងដែលចង់មើលតម្រុយប្រចាំថ្ងៃគឺបងប្អូនគ្រាន់តែចុចជាដាក់រូបសញ្ញាកាត់ដឹងទៅបងប្អូនអាចមើលបានជារៀងរាល់ថ្ងៃហើយបាទ admin ចេញតម្រុយក៏ដូចជារៀបចំបាទតម្រុយឆ្នោតយួនប្រចាំថ្ងៃម៉ោង4ម៉ោង6ចែកជូនទៅដល់បងប្អូនយើងបាទជាប្រចាំថ្ងៃបងប្អូនយើងទាំងគ្នាថ្ងៃទី14គឺយើងចូលបានច្រើនបងប្អូនម៉ោង4យើងចូលលេខធំហើយម៉ោង6យើងចូលលេខត្រេងបងប្អូនយើងបាទគ្រប់ទឹកតែម្ដងថ្ងៃនេះយើងហេងទៀតហើយបងប្អូនហេងទៀតហើយបងប្អូនយើងទាំងគ្នាឥឡូវនេះយើងចូលមកមើលការផ្ទៀងផ្ទាត់បងប្អូនកុំអោយបាទ admin ចេះថាត្រូវអញ្ចឹងបងប្អូនបាទចឹងយើងមកមើលការផ្ទៀងផ្ទាត់នៅលទ្ធផលរបស់យើងទាំងអស់គ្នាសម្រាប់ម៉ោង4ចេញ42ពហុចេញ92 345 457បាទ457យើងចូលលេខ457នេះបងប្អូនយើងលេខធំ457នេះគឺយើងត្រូវ admin ឲ្យ754ហើយចុច457បងប្អូនអញ្ចឹងបងប្អូនយើងបាទមើលតម្រុយ admin ផ្សំនេះគឺបានត្រូវហើយបានត្រូវលេខធំបាទម៉ោង4ម៉ោង6គឺយើងចូលលេខតូចទៀតណាប៉ោះ B ម៉ោង4យើងគឺចេញ81 89និង19ណាបងប្អូនបាទ1 3ដើមបាទឥឡូវនេះយើងបន្តទៅម៉ោង6បាទសម្រាប់ម៉ោង6នេះខុសមួយលេខដែរបងប្អូនយើង674វាចេញ574ចូលលេខធំទៀត68 39 admin ឲ្យ38ចេញ39 05ចេញដែលបាទលេខដែលយើងត្រូវលេខត្រូវ7557លេខបងប្អូនយើងប៉ោះ D ហើយនឹងប៉ោះ A បងប្អូនយើងណាបាទអញ្ចឹងគឺមានតែប៉ុណ្្នឹងទេបាទយើងរៀងលឿនតិចហើយបងប្អូនយើងទាំងអស់គ្នាអញ្ចឹងយើងចូលម៉ោង6យើងចូលម៉ោង6គឺបានលេខត្រេង2គ្រាប់លេខត្រេង2គ្រាប់ចំណាយ៉ាមាននិយាយពីលេខចំបងប្អូនយើងបាទលេខត្រេង2គ្រាប់ហើយនឹងលេខធំយើងចូលម៉ោង4បាទសម្រាប់តម្រុយបងប្អូនយើងទាំងអស់គ្នាអញ្ចឹងយើងចូលមកកាន់នៅតម្រុយថ្ងៃទី15ទាំងអស់គ្នាណាបងប្អូនយើងចូលតម្រុយថ្ងៃថ្មីអញ្ចឹង admin សូមលុបតម្រុយថ្ងៃចាស់ចោលសិនបងប្អូនយើងទាំងអស់គ្នាបាទអញ្ចឹងពុកម៉ែបងប្អូនអ៊ំពូមីងលោកតាលោកយាយទាំងអស់គ្នាបាទដែលបានទស្សនានៅតម្រុយ admin ហើយបាទកុំភ្លេចចុចឲ្យមេដៃក៏ដូចជាចុចជាវបងប្អូនបាទតាមដានជាប្រចាំថ្ងៃបានគឺតម្រុយ admin អត់មានការបង់ប្រាក់អីនោះទេបងប្អូនយើងណាវាគ្រាន់តែជាតម្រុយទេណាបងប្អូនបាទវាមិនមែនជាលេខវាមិនមែនជាលេខច្បាស់បុកប៉ោះអីចំអីនោះដែរបងប្អូនយើងបាទអត់មានទេណាបាទគឺជាតម្រុយបាទភាគរយលេខអញ្ចឹងបងប្អូនយើងទស្សនាហើយពេញចិត្តនៅតម្រុយមួយណាហើយបងប្អូនយើងអាចធ្វើការពិចារណាបានសម្រាប់តម្រុយ admin បាទបងប្អូនយើងណាហើយពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទគ្មានពីណាគេដឹងថាលទ្ធផលបាទចេញអីនោះទេបាទលេខចេញអីនោះទេគឺគ្មានអ្នកដឹងទេបងប្អូនយើងណាអញ្ចឹងបងប្អូនយើងបាទច្បាស់បុកប៉ោះអីបងប្អូនយើងបាទយិតអាលងខោច្បាស់បុកប៉ោះចំបងប្អូនយើងបាទគឺអត់មានអ្នកដឹងទេណាហ្នឹងហើយបងប្អូនយើងគួរតែយល់ណាបងប្អូនយើងគួរតែយល់ហើយបាទតោះឥឡូវនេះយើងកុំឲ្យវែងឆ្ងាយបងប្អូនយើងចូលមកមើលនៅតម្រុយអាយ៉ាជាស្រ័យ admin លុបអត់តាន់អស់លេខដដែលបាទពីរលេខរបស់យើងគឺមានពីរលេខបងប្អូនយើងទាំងអស់គ្នាចាំតិចណា
បើកមើលតម្រុយតិចមើលហ្នឹងហើយ admin បើកក្បួនមើលតិចសិនបាទមើលភាគរយលេខចាំទិញបងយើងអូលើខាងលើអូអត់ឃើញគេនោះដល់កចាស់បាទបងប្អូនយើងបាទចឹង admin រវល់បើកកំពីមើលបន្តិចណាបាទសម្រាប់ភាគរយលេខបាទបងប្អូនយើងតើគ្នាគឺមាន57តើអូខេបាទ57អូអត់យក57ទេបងប្អូនយើងបាទសូមអធិស្ឋានយើងយក60បងប្អូន57%លេខធ្លាក់រៀងធ្លាក់បាទភាគរយចាញ់ខ្ទង់60ចឹងមានបដូរយក60វិញគឺមាន63 66ណា63 66 97 25បងប្អូនយើងបាទ97 25បងប្អូនយើងទាំងអស់គ្នាអូសូមអធិស្ឋានចាំតិចបងប្អូនយើងមានបើកឲ្យឃើញនៅលើអេក្រង់ណាបើកឲ្យធំមើលបាទ admin បើកឲ្យឃើញនៅលើអេក្រង់បងប្អូនយើងទាំងអស់គ្នាបងប្អូនអាចមើលនៅលើអេក្រង់ទូរស័ព្ទបងប្អូនយើងបានគឺមាន63 66 97ហើយនិង25បងប្អូនយើងលេខត្រេងថ្ងៃនេះលេខល្អខ្លាំងបងប្អូនយើងបាទល្អដូចសពមួយដងអញ្ចឹងបាទសម្រាប់ភាគរយនេះអត់មានសម្រាញ់យកមកអស់ហើយបងប្អូនបាទលេខភាគរយមកអត់មានអត់យកមកទេភាគរយត្រឹម53ឯបានអត់យកមកទេបងប្អូនយើង53អូ53 57ឯអត់យកទេបាទ53 57អត់យកមកទេបាទចាញ់63 66 63%ខ្ពស់បងប្អូនយកមើលនៅលេខធំបងប្អូនយើងបាទលេខធំរបស់យើងគឺមានបាទបងប្អូនគឺមាន637ហើយនឹងបាទ7 7 9 7 កុដបងប្អូនយើងណាច្រឡំ7 9 7កុដបងប្អូនយើងខ្ទង់អូបាទ admin ឲ្យអូ60បងប្អូនយើងណាអូ60បាទមកស្ដាប់ admin បញ្យលជាចុងក្រោយបន្តិចបាទសម្រាប់តម្រុយទាំងអស់នេះគឺសម្រាប់ម៉ោង4ម៉ោង6ថ្ងៃទី15ខែ7ចឹងបងប្អូនយើងដែលបានទស្សនាហើយបាទកុំកុំភ្លេចឲ្យមេដៃបាទពេញចិត្តនៅតម្រុយ admin មួយណាបាទពេញចិត្តនៅលេខមួយណាបងប្អូនយើងអាចស្ថិតនៅក្នុងការពិចារណារបស់បងប្អូនយើងទាំងអស់គ្នាបានណាបងប្អូនយើងមើលទៅឃើញលេខមួយណាបាទស្រឡាញ់ក៏ដូចជាបងប្អូនយើងបាទគិតថាចេញមកដូចតម្រុយ admin គឺបងប្អូនយើងអាចយកទៅផ្សងសំណាងបានបាទហើយអត់លើកទឹកចិត្តបងប្អូនយើងឲ្យធ្វើការចាក់ច្រើនទៀតណាបាទអរគុណច្រើនបងប្អូនបាទជូនពរឲ្យទាំងអស់គ្នាសម្រាប់ថ្ងៃទី15ខែ7ម៉ោង4ម៉ោង6អរគុណជម្រាបលា